បាទសួស្តីបងប្អូនមកមើលคลิปវីដេអូមួយដែលបងប្រុសជាម្ចាស់ចំការនៅព្រំដែនដែលគាត់តតាំងជាមួយនឹងពួកទាហានជុតខ្មៅរបស់ថៃដែលភាគច្រើនគឺជាខ្មែរសូរិនឬក៏ហៅថាខ្មែរលើណាដែលគាត់ចូលមកល្បាតព្រំដែនដល់ចំការរបស់ប្រជាជនខ្មែរយើងមកតាមបណ្ដោយព្រំដែនបាទតើមើលបងប្អូនគ្នាបាទឯងក៏ឆ្លៀតពៀនតែខ្មែរបានណាថ្ងៃមុនមិនណែមកដល់តលោកនោះជឿនតលោកនោះឆ្កែវាជឿនជន់ណាគេនេះដកនោះជឿននេះដល់នេះជន់ថាឆ្កែនេះដកឆ្កែវាដើរជឿនឆ្កែនេះដើរជឿនឆ្កែខ្ញុំនេះហ្នឹងហើយឆ្កែនេះដើរជឿនហ្នឹងហើយចុះខ្ញុំថាឆ្កែខ្ញុំដើរជឿនតើហ្នឹងហើយខ្ញុំថាឆ្កែខ្ញុំនេះដើរជឿនតើចាំបាក់បន្តមើលស្អីមួយខ្ញុំចាំតែចូលមកនេះមិនកាន់កំភ្លើងចូលមកដៃខ្មែរនោះមិនមេឡាអីណាយកប្រាប់ច្បាស់មេឡាអីណាចូលមកមហាធានខ្មែរបងប្អូនមកមិនចូលមកតែគ្នាឯងនោះមិនថាការមួយធានខ្មែរទៅសំខាន់ចូលមកសាការជាមួយធានខ្មែរយេខ្លាចចំណាប់ហ្នឹងដើរទៅត្រង់ផ្លូវទៅដើរល្បាតឲ្យមើលផែនទីច្បាស់តិចទៅមានខ្មែរក្រហមនៅតាមនេះច្រើនណាស់មានខ្មែរក្រហមមានសល់ពីជំនាន់ខ្មែរក្រហមច្រើនណាស់តាមនេះប្រយ័ត្នដាច់ជើងដាច់ដៃវើយ